Scene 4, shot 2, take 1, sound 48. តាមគំនិតដូចផ្ដើមរបស់ថ្នាក់ដឹកនាំក្រសួងវប្បធម៌និងចិត្តសិល្បៈថ្នាក់ដឹកនាំនៃនយោបាយសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌យើងបានចាប់ផ្ដើមបង្កើតវគ្គបណ្ដុះបណ្ដាល Comedy Film Lab ដែលពីមុនវាហៅថា Script Lab តាំងពីឆ្នាំ2016ហើយលើកលែងតែក្នុងពេលដែលការឆ្លងរីករាលដាលនៃជំងឺ Covid អញ្ចឹងមកដល់ពេលនេះគឺជាឆ្នាំទី8ហើយដែលវគ្គបណ្ដុះបណ្ដាលនេះបានធ្វើការបណ្ដុះបណ្ដាលជូនដល់សិក្ខាកាមកម្ពុជាយើងក្នុងការពង្រឹងសមត្ថភាពពាក់ព័ន្ធក្នុងការផលិតភាពយន្តយើងចាប់ផ្ដើមរៀបចំពិភាក្សាគ្នាជាមួយអ្នករៀបចំទាំងអស់ជា committee របស់យើងហ្នឹងតាំងពីខែ4ហើយយើងបានផ្សព្វផ្សាយជ្រើសរើសបេក្ខជនតាម page របស់ Cinehub page របស់ Comedy Film Commission ក៏ដូចជា page របស់យុវដ្ឋានសិល្បៈភាពយន្តពីខែ5រហូតដល់ខែ6យើងបានបេក្ខជនដែលគេដាក់មកហ្នឹងជាង100នាក់តាមនេះយើងយក33នាក់ដើម្បីរៀនសម្រាប់វគ្គបណ្ដុះបណ្ដាលភាពយន្តជំនាន់ទី8នេះយើងសង្កេតឃើញថាមានស្ត្រីច្រើនដែលគាត់ចាប់អារម្មណ៍ទៅក្នុងវិស័យភាពយន្តហើយលទ្ធផលជាស្ថាពរយើងជ្រើសរើសបាននិស្សិតស្រីរហូតដល់ 40% នៃចំនួននិស្សិតគ្រប់ជាការផ្ដល់ក្នុងការផលិតភាពយន្តមួយឲ្យបានល្អទាមទារមានជំនាញច្រើនគួបផ្សំចូលគ្នាហើយធ្វើការជាក្រុមក្នុងរយៈពេល3ខែនេះវគ្គបណ្ដុះបណ្ដាលយើងបានផ្ដល់ជូនជំនាញសំខាន់ជាច្រើនដល់សិស្សដែលបានជាប់ជាស្ថាពរដែលមានដូចជាជំនាញផ្នែកវិស័យអត្ថបទភាពយន្តជំនាញផ្នែកដឹកនាំភាពយន្តជំនាញផ្នែកដឹកនាំថតដែលយើងហៅថា DOP ជំនាញផ្នែកផលិតករឬក៏ជា producer ជំនាញផ្នែកផ្សេងទៀតដូចជា First AD, Prop, Art Department ផ្នែកយកសម្លេងផ្នែកកាត់តផ្នែក Color Grading ជាដើមតែសិក្សាតែជាជំនាញសំខាន់មិនអាចខ្វះបានដើម្បីផលិតភាពយន្តមួយឲ្យបានល្អនៅក្នុងឆ្នាំនេះគឺក្រុមការងារបានខិតខំយកចិត្តទុកដាក់ក្នុងការពង្រឹងនៃការសរសេរ script បន្ថែមទៀតជូនដល់សិក្ខាកាមរបស់យើងតាមរយៈការសហការជាមួយនឹង Japan Foundation មូលនិធិជប៉ុននៅកម្ពុជាដែលគាត់បានអញ្ជើញសាស្ត្រាចារ្យអ្នកដែលគាត់មានជំនាញផ្នែកសរសេរអត្ថបទភាពយន្តនិងដឹកនាំរឿងមកបង្រៀនសិក្ខាកាមរបស់យើងទាំង30នាក់ជាងហ្នឹងក្នុងការបង្កើតសាច់រឿងក្នុងការវិវត្ត develop scenario នៅក្នុងរឿងរបស់គាត់អញ្ចឹងការប្រកួតប្រជែងរបស់កូនសិស្សក្នុងវគ្គនេះគាត់ប្រកួតប្រជែងខ្លាំងមានការប្រកួតប្រជែងច្រើនពី15គម្រោងបន្ទាប់មកយើងរើស3ចែកជា3ក្រុមមួយក្រុម10នាក់ដើម្បីគាត់ develop script របស់គាត់ទៀតអញ្ចឹងក្រោយយកទៅ2យកទៅប្រកួតអញ្ចឹង2នេះយើងចែកមួយក្រុម15នាក់ដើម្បីយកទៅថតនៅក្នុងខេត្តកំពតComedy Film Lab ចំនួន8នេះគឺយើងមានកិច្ចសហប្រតិបត្តិការមួយជាមួយនឹង CTB យើងបានផ្ដល់នូវលទ្ធភាពជូនដល់សិក្ខាកាមរបស់យើងក្នុងការជ្រើសរើសទីតាំងផលិតនៅតាមខេត្តហើយในឆ្នាំនេះគឺយើងបានជំរុញការផលិតគឺនៅខេត្តកំពតដែលជាទីតាំងទេសចរណ៍ដ៏មានសក្តានុពលមួយគោលបំណងនេះគឺយើងចង់ផ្សារភ្ជាប់ផលិតផលនៃការផលិតភាពយន្តរបស់សិក្ខាកាមរបស់យើងជាមួយនឹងការជំរុញលើកកម្ពស់វិស័យទេសចរណ៍ផងដែរមិនត្រឹមតែឧបត្ថម្ភធំដល់កម្មវិធីរបស់យើងទេហើយវិទ្យា Tourism Board គាត់ថែមទាំងបានជួយរកដៃគូឧបត្ថម្ភធំបន្ថែមទៀតដូចជាក្រសួងដែនដីនគររូបនីយកម្មនិងក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតចូលរួមសម្រាប់រំលោភឧបត្ថម្ភធំនិងធ្វើឲ្យការថតនៅខេត្តកំពតនេះបានយ៉ាងរលូននិងជោគជ័យបទពិសោធន៍នៃការផ្សព្វផ្សាយទេសចរតាមរយៈភាពយន្តជាអន្តរជាតិក៏ដូចជានៅប្រទេសកម្ពុជាបានបង្ហាញថាភាពយន្តគឺជាវិធីសាស្ត្រមួយដ៏មានសក្តានុពលនិងមានសក្តានុពលក្នុងការផ្សព្វផ្សាយអំពីទេសចរទៅកាន់ទស្សនិកជនឧទាហរណ៍ដូចជាភាពយន្ត Tom Raider របស់លោកស្រី Angelina Jolie In the Mood of Love នៃទីក្រុងហុងកុងក៏ដូចជាកម្មវិធី Survivor ដែលបានថតនៅកោះរ៉ុងគឺបានទាក់ទាញទេសចរជាច្រើនមកប្រទេសកម្ពុជាសម្រាប់ឆ្នាំនេះយើងសប្បាយចិត្តដែលយើងអាចផ្ដល់ឱកាសឲ្យសិស្សមានពេលថតច្រើនជាងមុនរហូតដល់14ថ្ងៃដែលលើសពីជំនាន់មុនតែយើងបានឲ្យគាត់មានពេលទៅ blocking មួយក្នុងទូរស័ព្ទមានពេលទៅតេស្តផ្ទាល់មួយនឹងឧបករណ៍ថ្ងៃបន្ទាប់មុនការថតមែនតើហើយនឹងមានគ្រូដែលនៅប្រចាំមួយគាត់ចាំបាន expression យើងមិនត្រូវដូរទៅទៀតយើងចុះទៅទីតាំងផ្ទាល់ដែលមាន directing mentor និង cinematography mentor ដែលគាត់ចុះទៅដើម្បីជួយមើលជួយឲ្យយោបល់នៅពេលមានបញ្ហាគាត់អាចសួរ mentor បានយើងដឹងថាគាត់លំបាកប៉ុន្តែយើងចង់ជំរុញឲ្យគាត់ទៅមុខ
យើងកាមេរ៉ាមានតែម្ដងយើងរិចថៃ ពេលខ្លះទាំងគ្រូទាំងយើងអ្នកសម្របសម្រួលមានការតាំងចិត្តដែរពិបាកចង់ស្ដីចង់ថាខ្លាំងប៉ុន្តែចិត្តមួយត្រូវគិតថាគាត់កូនសិស្សគាត់អត់ទាន់ដឹងទៅជំរុញគាត់លើកទឹកចិត្តគាត់អញ្ចឹងយើងព្យាយាមជាមួយគាត់ ការប្រើប្រាស់ឧបករណ៍បច្ចេកទេសវាប្រកបហើយតែមានការលំបាកដោយសារគាត់ថ្មីគាត់មានពេលអនុវត្តតិចប៉ុន្តែដោយសារយើងមានគ្រូជំនាញនៅចិត្តដូច្នេះបញ្ហាហ្នឹងវាមិនមែនជាបញ្ហាធំទេវាកើតឡើងប៉ុន្តែគាត់អាចជំនះហើយឲ្យរឿងរបស់គាត់ហ្នឹងថតបានជោគជ័យ ចឹងបន្ទាប់ពីថតចប់ក៏ត្រូវយកមកកាត់តខ្លួនឯងហើយយើងមាន mentor មកជួយមើលថាតើ flow លំហូរនៃសាច់រឿងរបស់គាត់ហ្នឹងវាដូចឬក៏សមនឹងអីដែលគាត់គិតពីមុនអត់ emotion អត់ต้องគ្រប់ទេតើត្រូវថែមសម្លេងអីត្រូវដាក់អីដើម្បីឲ្យចំណុចដែលគាត់ចង់និយាយហ្នឹងឲ្យកាន់តែធ្ងន់ជាងមុននៅពេលដែល lock រូបភាព lock សម្លេងអីហើយយើង color grading ទាំងអស់នេះគឺមិនមែនគ្រូជាអ្នកធ្វើទេគ្រូគ្រាន់តែជាអ្នក guide ឲ្យ suggestion ឲ្យជាយោបល់ឲ្យជាជំរើសថាយើងចង់ទៅផ្លូវណាហើយទៅដល់វាម៉េចហើយសិក្ខាកាមត្រូវទៅយកវាខ្លួនឯងអញ្ចឹងបន្ទាប់ពី color grading ហើយថាចាក់បញ្ចាំង ជាលទ្ធផលយើងសប្បាយចិត្តតែឃើញការតស៊ូនិងឃើញប្លង់បន្ទាប់ពីថតហើយគឺសិតតែស្អាតពីច្រើនហើយពីគណៈកម្មការទៅយើងតាំងចិត្តថានឹងព្យាយាមកាត់ខំបន្ថែមទៀតគៀងក៏ដៃគូឧបត្ថម្ភក៏ដូចជាការកុនចំណុចខ្វះខាតដែលមាននៅក្នុងវគ្គនេះឲ្យវគ្គក្រោយកាន់តែល្អជាងនឹងទៅទៀត សម្រាប់ការបដិបត្តិឆ្នាំទី8នេះគឺយើងទទួលបានការគាំទ្រចូលរួមពីក្រុមការងារថ្នាក់ជាតិដែលចុះជួយខេត្តកំពតដែលមានការដឹកនាំដោយដល់បានយុរដ្ឋមន្ត្រីសាយសម្អាតលោកបានជួយគាំទ្រដល់ដំណើរការនៃការបដិបត្តិនេះហើយក៏អរគុណចំពោះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលបានផ្ដល់ថវិកានៅក្នុងកម្មវិធីថវិកាជូនដល់សម្រាប់ក្រសួងវប្បធម៌និងសិល្បៈដើម្បីអនុវត្តឲ្យគម្រោងនេះផងដែរអញ្ចឹងទាំងអស់នេះគឺជាការចូលរួមគាំទ្រពីសំណាក់ថ្នាក់ដឹកនាំដែលយកចិត្តទុកដាក់ដល់ការបដិបត្តិរបស់យើង តំណាងឲ្យគណៈកម្មការរៀបចំវគ្គបដិបត្តិភាពយន្តចំនួនទី8នេះខ្ញុំសូមថ្លែងអំណរគុណទៅដល់ដៃគូសហការឧបត្ថម្ភនិងសហការរៀបចំជាច្រើនដែលមានដូចជាក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ក្រុមការងារដែលរដ្ឋាភិបាលចូលមូលដ្ឋានខេត្តកំពត Cambodia Tourism Board ក្រុមហ៊ុន Sony Electric Cambodia Japan Foundation និងដៃគូសហការឧបត្ថម្ភដែលមានដូចជាហាងកាមេរ៉ា MyCam Sydney Studio ក្រុមហ៊ុន Goldoc ក្រុមហ៊ុនវរៈបុនធាំ Express រោងភាពយន្ត Legend Cinema ក្រុមហ៊ុន Vestic Media ជាមួយនេះផងដែរខ្ញុំក៏សូមថ្លែងអំណរគុណទៅដល់ដៃគូសមាគមនិងផលិតកម្មក្នុងស្រុកដែលមានដូចជាផលិតកម្ម All Day Picture សមាគមផលិតករភាពយន្តខ្មែរបញ្ជាមណ្ឌលសាទូបូប៉ាណាផលិតកម្មកងចាក់ Picture និងដៃគូឧបត្ថម្ភផ្នែកបច្ចេកទេសដែលមានដូចជាក្រុមហ៊ុន Holyland ក្រុមហ៊ុន Nisi ក្រុមហ៊ុន Smart ក្រុមហ៊ុន La Capsule និងដៃគូផ្សព្វផ្សាយរបស់យើងដូចជា AMS និង BTV ផងដែរបន្ទាប់ពីចប់វគ្គបដិបត្តិនេះទៅវាជាការចាប់ផ្ដើមថ្មីដល់សកម្មភាពរបស់យើងក្នុងការឈានជើងទៅជាអ្នកថតភាពយន្តអាជីពនៅក្នុងវិស័យភាពយន្តនៅកម្ពុជាក៏ដូចជាយកជំនាញរបស់គាត់មកចូលរួមអភិវឌ្ឍវិស័យភាពយន្តនៅក្នុងប្រទេសរបស់យើងផងដែរ ហើយយើងសង្ឃឹមថាភាពយន្តទាំងពីរចំណងជើងនេះនឹងអាចចូលរួមនៅក្នុងកម្មវិធីមហោស្រពភាពយន្តជាតិនិងអន្តរជាតិជាច្រើនដើម្បីចូលរួមលើកកម្ពស់វិស័យភាពយន្តកម្ពុជាក៏ដូចជាលើកកម្ពស់ជួយផ្សព្វផ្សាយទេសចរកម្ពុជា ខ្ញុំរំពឹងថាការបដិបត្តិរបស់យើងនៅវគ្គនេះឆ្លងកាត់តាមការផលិតភាពយន្តពីរចំណងជើងដែលសិក្ខាកាមបានផលិតនេះវាមិនត្រឹមតែជាស្នាដៃភាពយន្តមួយសម្រាប់ការបង្ហាញពីសមត្ថភាពនៃការផលិតភាពយន្តហើយនឹងការចូលរួមទៅក្នុងមហោស្រពភាពយន្តនេះប៉ុន្តែវាគឺคล้ายទៅជាផលិតផលថ្មីមួយក្នុងការរួមចំណែកលើកកម្ពស់ការផ្សព្វផ្សាយអំពីវប្បធម៌ក៏ដូចជាការជំរុញការផ្សាយអំពីទេសចរកម្ពុជាជូនដល់អន្តរជាតិបានស្គាល់បានឃើញហើយក៏ជាការរួមចំណែកទាក់ទាញភ្ញៀវទេសចរដើម្បីមកទស្សនកិច្ចនៅកម្ពុជាដែរនេះគឺជាកិច្ចការសំខាន់ដែលយើងសូមសម្ដែងនៃការអរគុណចំពោះការចូលរួមពីផ្នែកដៃគូពាក់ព័ន្ធដែលបានផ្ដល់កិច្ចសហការនិងផ្ដល់ការឧបត្ថម្ភ